បានតែម្ដងគត់ក្នុងមួយជីវិតហើយវាអាចព្យាបាលជំងឺដែលគ្មានថ្នាំព្យាបាលបានឪពុករបស់ខ្ញុំបានដឹងដោយចៃដន្យថានៅជម្រៅសមុទ្រខាងត្បូងមានមនុស្សម្ចាស់លាក់ខ្លួនដូច្នេះគេមកផលិតជាថ្នាំដើម្បីបន្ធូរអាការៈជំងឺរបស់លោកតាខ្ញុំប៉ុណ្ណោះនៅពេលមនុស្សត្រីយំចេញជាគុតខ្ចង់ខ្មៅពួកគេនឹងមិនអាចត្រឡប់ទៅសមុទ្របានទៀតឡើយហើយនៅពេលនោះជាងយេនៅតែស្ថិតនៅបាតសមុទ្រប្រសិនបើឪពុកម្ដាយរបស់គាត់យំចេញគុតខ្ចង់ខ្មៅពួកគេនឹងមិនអាចបានជួបកូនប្រុសរបស់ខ្លួនជារៀងរហូតជាងយេខ្ញុំមិនដឹងថាអ្នកអបគ្រូមានតែអ្នកដែលអាចសង្គ្រោះលោកតារបស់ខ្ញុំមិនអាចយំចេញគុតខ្មៅខ្ញុំនឹងដោះលែងអ្នកដើមហេតុឪពុកម្ដាយរបស់ជាងយេត្រូវគេធ្វើទារុណកម្មរហូតស្លាប់សាច់របស់ពួកគេត្រូវគេកាត់យកទៅធ្វើថ្នាំហើយសូម្បីតែឆ្អឹងសាកសពក៏ត្រូវគេយកទៅធ្វើជាគំរូដាក់តាំងក្នុងសារមន្ទីរអស់ជាច្រើនឆ្នាំឥឡូវនេះពួកគេថែមទាំងចង់ឲ្យជាងយេលះបង់ឱកាសត្រឡប់ទៅសមុទ្រវិញដើម្បីសង្គ្រោះលោកតារបស់ពួកគេទៀតអ្នកឈួតហើយមឹងរ៉ាន់កុំបារម្ភខ្ញុំមិនធ្វើបាបអ្នកទេអ្នកគ្រាន់តែជួយខ្ញុំធ្វើឲ្យគាត់យំប៉ុណ្ណោះអ្នកមានន័យថាម៉េចមនុស្សដែលគាត់ស្រឡាញ់បំផុតគឺអ្នកមិនមែនឬកុំបារម្ភក្រោយពីចប់រឿងនេះអ្នកនឹងមិនចងចាំអ្វីទាំងអស់ទេខ្ញុំនឹងរកគេមកសណ្ដំអ្នកពីលោកតាខ្ញុំជាសះបោយយើងនឹងរៀបការភ្លាមស៊ូយ៉ាងអ្នកអាក្រក់ចាប់ផ្ដើមបានហើយគ្មានប្រយោជន៍ទេស៊ូយ៉ាងខ្ញុំមិនអាចយំបានទៀតឡើយមនុស្សសំខាន់បំផុតសម្រាប់ខ្ញុំលែងជាមឹងរ៉ាន់ទៀតហើយបង្កើនចរន្តអគិសនីទៀតជាងយេមិនមែនជាមនុស្សគ្មានចិត្តទេគាត់ប្រកាសជាយំប្រព័ន្ធរកឃើញនៅឬនៅរកឃើញហើយខែលការងារបណ្ដោះអាសន្នមានទំហំតូចបន្តិចហើយអាចប្រើបានតែ3នាទីប៉ុណ្ណោះគ្រប់គ្រាន់ហើយហើយតើអ្វីអ្នកមកទីនេះស៊ូម៉ូលោកស៊ូការធ្វើបាបស្រីម្នាក់មើលទៅមិនសមរម្យទេលោកស៊ូមនុស្សដែលចាំងយេស្រឡាញ់គឺនាងចាប់នាងទៅចាំងយេប្រកាសជាយំចេញគុតខ្មៅស៊ូម៉ូបើរត់រួចខ្ញុំនឹងដោះលែងកូនទាំងអស់ម្ចាស់ទាត់ជើងទី3របស់វាទៅខ្ញុំនិយាយមិនខុសទេមែនហេទុកវាអញ្ចឹងទៅចុះឯងមិនមែនជាលោកស្រីដែលចេះតែចាយលុយហើយគ្មានសមត្ថភាពទេឬឯងទើបជាមនុស្សគ្មានសមត្ថភាពគ្រួសារឯងទាំងមូលសុទ្ធតែគ្មានសមត្ថភាពតួឯងប្រុសឈួតម៉ូអូនមិនអីទេឬមានរបួសកន្លែងណាទីចាប់មនុស្ស2នាក់នេះឲ្យបានអូសពួកគេទៅសមុទ្រជ្រៅជាងយីតើឥឡូវនៅក្រោមសមុទ្ររបស់អ្នកសូម្បីតែទីហ៊ានស៊ីឈ្នួលឆ្លងពូជក៏មានដែរឬលោកស្រីតូចទាំងនេះជាកងអង្គរៈដែលលោកម្ចាស់និងលោកស្រីម្ចាស់បានទុកឲ្យលោកម្ចាស់តូចវ៉ាវមួមខ្លាំងណាស់នេះដូចជាអវិនជើកំណៃបាតសមុទ្រអញ្ចឹងជាធម្មតាពួកគេមិនអាចបំលែងជាងមនុស្សបានទេដូច្នេះអាចរស់នៅក្រោមសមុទ្រប៉ុណ្ណោះមានតែពេលលោកម្ចាស់តូចជួបគ្រោះថ្នាក់អូអង្គរៈដែលឪពុកម្ដាយអ្នកទុកឲ្យមើលទៅប្លែកមែនតែពេលនៅបាតសមុទ្រពួកគេមើលទៅធម្មតាណាស់មនុស្សទៀតថោកដូចពួកនេះលោកតូចតើត្រូវដោះស្រាយមនុស្សទាំងពីរនេះយ៉ាងដូចម្ដេចបោះចូលសមុទ្រវិញឲ្យត្រីឆ្លាមស៊ីបោះចូលសមុទ្រវិញឲ្យត្រីឆ្លាមស៊ីចាំបើត្រីឆ្លាមស៊ីមនុស្សបែបនេះវានឹងរាអស់អ្នកស្រីតូចនិយាយត្រូវបើអញ្ចឹងចងថ្មទម្លាក់ចូលសមុទ្រទៅការពារបរិស្ថានផងពួកឯងហ៊ានណាស់លោកតូចបើលោកម្ចាស់និងលោកស្រីដឹងថាលោករកបានដៃគូល្អបែបនេះពួកគាត់ប្រកាសជាសប្បាយចិត្តណាស់អញ្ចឹងកាលពីក្មេងមិត្តលេងរបស់អ្នកសុទ្ធតែជាអាហារសមុទ្រមែនឥឡូវដល់ពេលត្រឡប់ទៅផ្ទះហើយនិយាយរឿងដែលអ្នកគំរាមថានឹងយកកូនទៅលេងហើយចាំសិនក្នុងពោះខ្ញុំនៅមានកូន5នាក់ទៀតកុំបារម្ភការមានផ្ទៃពោះរបស់មនុស្សត្រីមានសុវត្ថិភាពណាស់ម្ចាស់ជាងយេពិតប្រាកដហើយថ្ងៃសម្រាលកូនជាងយេភ័យរហូតស្ទើររុះរើបន្ទប់សម្រាលជួយម្ដាយជាមុនមិនថាយ៉ាងណាត្រូវការពីម្ដាយជាមុនបើម៉ូមានរឿងអ្វីខ្ញុំនឹងលោតសម្លាប់ខ្លួនក្នុងសមុទ្រជាកូនមនុស្សត្រីតូចគួរឲ្យស្រឡាញ់ទាំង5អាក្រក់ពេកយកទៅលេងចោល拿走放生ជាងយេអ្នកនិយាយម្ដងទៀតមើលជាក់ស្ដែងប្រហែលមកពីម្ដាយជាមនុស្សកូនមនុស្សត្រីទាំង5អាចបំលែងកន្ទុយទៅជាជើងបានលឿនជាងយេកាលពីក្មេងហើយពួកគេយកសមត្ថភាពនេះទៅប្រើសម្រាប់ការលេងសើចនិងបង្ករឿងអ្នកស្រីជាងកូនរបស់អ្នកពិតជាមានលក្ខណៈពិសេសកូនច្បងប្រឡងហែលទឹកធ្លាក់ទាំងដែលជាមនុស្សត្រីបែរជាខ្លាចទឹកគេអោបក្តារហែលទឹកយំពេញ1ម៉ោងរៀនកូនទី2ស៊ីត្រីនេះទាំងអស់ក្នុងអាងត្រីរបស់សាលាហើយថែមទាំងសុំវ៉ាសាប៊ីពីអ្នកចង់ថោទាកូនទី3
កាន់តែហួសជីក